កេងកងកាលពីព្រឹកនេះនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពឹសនិងពស់ឥតពឹសទេមានតែពស់កេងកងមាននិទានថាការដាំឡើយមានមនុស្សពីរនាក់ប្តីប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអែតប្តីនោះទៅជួញអង្កាំបាត់ជាយូរអង្វែងថ្ងៃមួយអស់បងប្អូនជិតខាងគេបបួលគ្នាទៅរកអស់ឯនាងនីឮគេថាបបួលគ្នាទៅក៏ទៅជាមួយនឹងគេដែរយកនាងអែតជាកូនទៅផងលីដឹងចូលព្រៃបានឃើញអស់មួយធំនាងនីយកដឹងពុះអស់លុះពុះយូរបន្តិចទៅដឹងក៏រកោះធ្លាក់ចូលទៅក្នុងរន្ធពោះនាងនីមើលទៅឃើញដឹងនឹងពស់កេងកងក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យឯពស់កេងកងឆ្លើយឡើងថាបើអ្នកឯងដោយអញធ្វើប្រពន្ធអញទើបអញឲ្យដឹងបើអ្នកឯងមិនឲ្យអញមិនធ្វើជាប្រពន្ធអញទេនោះអញមិនឲ្យដឹងទេនាងនេះឮពស់កេងកងថាដូច្នេះហើយហេតុតែជាស្រីខូចក៏ទទួលព្រមថាលែងតែអ្នកឲ្យដឹងមកខ្ញុំចុះចាំល្ងាចសុំខ្ញុំឲ្យមេអែតមកហៅពស់កេងកងឮនាងនេះថាដូច្នោះក៏ឲ្យដឹងមកនាងនេះផ្ដាំថាដល់ល្ងាចសុំឲ្យមេអែតមកហៅហើយនាងនេះក៏ទូលអស់ទៅផ្ទះជាមួយនឹងនាងអែតលុះដល់ប្រលប់នាងនេះក៏ប្រើមេអែតជាកូនឲ្យទៅហៅពស់កេងកងនាងអែតទៅដល់ឈរនៅមាត់រន្ធពស់ហៅថាពស់កេងកងអើយនាងនេះឲ្យហៅឯពស់កេងកងឮហើយលូនចេញមកនាងអែតឃើញពស់ក៏ភ័យខ្លាចព្រឺស្ញើតអស់ទាំងខ្លួនប៉ុន្តែខ្លាចម្ដាយព្រោះម្ដាយប្រាមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះពស់នោះធំណាស់លូនទៅលើស្មៅបាក់រៀបអស់ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនីនាងនីនិយាយនឹងពស់កេងកងថាខ្ញុំមានប្តីឥឡូវនេះគាត់ទៅជួញអង្កាំ2-3ឆ្នាំមកម្ដងពស់កេងកងសួរថាប្តីនាងឯងទៅប៉ុន្មានថ្ងៃប៉ុន្មានខែទៀតនឹងមកដល់នាងនេះឆ្លើយថាមិនដឹងជាប៉ុន្មានខែប៉ុន្មានថ្ងៃទៀតនឹងមកដល់ទេពស់កេងកងនិងនាងនេះក៏ដេកលក់ជាមួយគ្នាទៅដល់ជិតភ្លឺទើបពស់កេងកងលានាងនេះទៅរោងវិញនាងនេះផ្ដាំថាបើប្តីខ្ញុំមកខ្ញុំមិនអោយមេអែតទៅហៅទេអ្នកកុំមកបើប្តីខ្ញុំមិនតន់មកនោះខ្ញុំប្រើមេអែតឲ្យទៅហៅអ្នកសុំអ្នកមកពស់កេងកងក៏ទៅឯរោងខ្លួនវិញទៅរួចតែល្ងាចនាងនេះប្រើមេអែតឲ្យទៅហៅពស់កេងកងនាងអែតខ្លាចម្ដាយក៏ទៅហៅតាមពាក្យម្ដាយប្រាប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ត្បិតពស់នោះធំហើយវែងផងមួយទៀតខឹងក្នុងចិត្តត្បិតម្ដាយសាហាយនឹងពស់នាងអែតទៅដល់មាត់រូងហើយហៅថាពស់កេងកងអើយនាងនេះឲ្យហៅពស់កេងកងឮក៏លូនចេញមកហើយឆ្លើយថានាងអែតឆ្លើយថាឪពុកអញទៅជួញអង្កាំ2-3ឆ្នាំមិនទាន់មកដល់ពស់កេងកងឮនាងអែតប្រាប់ដូច្នោះក៏លូនចេញអំពីរន្ធមកហើយចេះតែទៅមកតែសប្ថ្ងៃនាងនេះសាហាយនឹងពស់កេងកងទោតែផោមលុះយូរបន្តិចទៅប្តីនាងនេះមកជួញអង្កាំវិញឃើញនាងនេះពស់ធំនឹកសង្ស័យក៏សួរនាងអែតជាកូននាងអែតប្រាប់ឪពុកថាម៉ែគាត់សាហាយនឹងពស់កេងកងតែពេលវេលាប្រលប់កាលណាឲ្យខ្ញុំទៅហៅតែសប្ថ្ងៃឪពុកឮនាងអែតប្រាប់ដូច្នោះក៏និយាយនឹងនាងអែតថាលុះដល់ល្ងាចហងឯងទៅហៅពស់នោះមកទៀតអញចាប់កាប់វានៅមាត់ទ្វារហើយហងឯងកុំឲ្យម្ដាយហងឯងដឹងឲ្យសោះនាងអែតលុះដល់ប្រលប់ក៏ទៅហៅពស់កេងកងថាពស់កេងកងនាងនេះឲ្យហៅពស់កេងកងឮហើយឆ្លើយថាអែតអើយថាអញមិនទៅឪពុកអែតនៅកាត់កអញដាច់នាងអែតឆ្លើយថាឪពុកអញទៅជួញអង្កាម2-3ឆ្នាំមិនទាន់មកដល់ពស់កេងកងឮនាងអែតប្រាប់ដូច្នោះស្មានថាឪពុកនាងមិនទាន់មកដល់ពីជួញអង្កាមមែនក៏ទៅដូចសប្ថ្ងៃឯឪពុកនាងអែតកាន់ដាវពួននៅមាត់ទ្វារចាំកាប់ពស់កេងកងលូនចូលក្នុងទ្វារបន្តិចឪពុកនាងអែតកាប់ដាច់ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្កាក់មួយកំណាត់ខាងក្បាលយកទៅដាក់នៅលើមែកពុទ្រា
ឯកណ្ដាលខ្លួនយកទៅពន្លះពន្លាត់ស្បែកចោលហើយផ្ដាំនាងអែតថាកុំឲ្យម្ដាយហងឯងដឹងតែត្រូវទុកសាច់ស្លឲ្យម្ដាយហងឯងស៊ីឪពុកនាងអែតក៏លាងឈាមពោះជ្រះអស់មិនឲ្យមានសល់ឯនាងនេះពុំបានដឹងជាប្តីសម្រាប់ពោះសហាយនោះទេព្រោះពេលនោះនាងនេះមិននៅទៅសួរបងប្អូននៅប្រទេសឆ្ងាយលុះព្រឹកឡើងនាងអែតយកសាច់ពោះមុខស្លទុកឲ្យនាងនេះជាម្ដាយស៊ីនាងនេះឃើញសម្លខ្លាញ់រលើបទាំងចានទាំងឆ្នាំងក៏សួរនាងអែតថាបានសត្វអ្វីស្លមីអែតនាងអែតប្រាប់ថាសាច់ជ្រូកនាងនេះគិតស្មានថាសាច់ជ្រូកមែនក៏ឲ្យមីអែតដុសសម្លយកមកស៊ីបាយការនាងអែតដុសសម្លមកឲ្យនាងនេះជាម្ដាយស៊ីនោះមានក្អែកមួយវាឃើញក្បាលពោះដាក់នៅលើម៉ៃពុត្រាវាចង់ស៊ីសាច់ពោះវាបូលថាកលើក្លែមក្លំលេបសាច់ប្តីឯងនាងនេះកំពុងស៊ីបាយឬក្អែកបូលដូច្នោះក៏មើលទៅលើម៉ៃពុត្រាឃើញក្បាលពោះគិញកងលើម៉ៃឈើហើយនាងនេះនឹកអាណិតស្រក់ទឹកភ្នែកតែនាងពុំហ៊ានយំព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នាប្តីឃើញនាងនេះស្រក់ទឹកភ្នែកក៏សួរថាហេតុដូចម្តេចបានជាស្រក់ទឹកភ្នែកនាងនេះឆ្លើយថាស៊ីបាយក្តៅសម្លក្តៅរលឹកកូនចៅរលោងទឹកភ្នែកឯក្អែកនោះវាចេះតែបូលកលើក្លែមក្លំលេបសាច់ប្តីឯងក្បាលដាក់លើដើមពុត្រាកន្ទុយដាក់លើស្កាក់នាងនេះមើលទៅលើស្កាក់ឃើញកន្ទុយពោះកេងកងលើនោះឯប្តីនាងនេះដឹងថាប្រពន្ធសហាយនឹងពោះកេងកងពិតប្រកបក៏នឹកភ្នាក់ក្នុងចិត្តខឹងចង់សម្លាប់នាងនេះប៉ុន្តែធ្វើមិនឲ្យនាងនេះដឹងខ្លួននាងនេះផានចាស់ផ្ទៃចិត្តនឹងសម្រាប្តីបបួលទៅកក់សក់នៅមាត់បឹងលុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថាទៅទៀតឲ្យឆ្ងាយពីស្រុកគេយើងនឹងកក់សក់ឲ្យលេងសប្បាយតែពីរនាក់ម្ដងនាងនេះមិនដឹងខ្លួនឯងថាប្តីចង់សម្លាប់ស្មានថាប្តីនាំទៅកក់សក់មែនក៏ដើរចូលទៅក្នុងព្រៃឆ្ងាយលុះឃើញកំពង់មួយរៀបស្អាតវាល្អប្តីប្រាប់ប្រពន្ធថាកំពង់នេះរៀបសប្បាយយើងឈប់កក់សក់នៅនោះចុះឯនាងនេះមិនដឹងខ្លួនជាប្តីគិតចង់សម្លាប់ក៏អង្គុយកក់សក់នៅមាត់ច្រាំងធម្មតាប្តីនោះក៏ហូតដាវកាប់នាងនេះពីក្រោយខ្នងមិនឲ្យដឹងខ្លួនដាច់ពាក្យកណ្ដាលខ្លួនស្លាប់ទៅពេលនោះឃើញសុទ្ធតែកូនពស់លូនចេញមកអំពីពោះនាងនេះមកប្តីនាងនេះក៏កាប់កូនពស់នឹងដាវខ្លះកាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែងដីក្នុងទឹកខ្លះចូលទៅក្នុងព្រៃព្រោះហេតុនេះហើយបានជាមានពស់ច្រើនបែបច្រើនយ៉ាងមករហូតដល់ឥឡូវ